សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីយើងគឺបានជួយចំពោះរឿងរបស់យើងម្ដងទៀតហើយតែគឺកុំឲ្យខាតពេកចូលរឿងរបស់យើងតាមដងទៅភាគទី2គ្រាន់តែចូលក្បាលរឿងរបស់យើងហ្នឹងគឺយើងបានឃើញថាជីហាងរបស់យើងគឺបានចេញអំពីបន្ទប់ពេទ្យរបស់គេដោយគេបានឃើញចំពោះយន្តហ្វៃគឺកំពុងតែនិយាយជានឹងគ្រូពេទ្យព្រោះថាឥឡូវនេះពួកគេមិនទាន់មានប្រាក់បង់នៅឡើយនោះទេប៉ុន្តែគ្រូពេទ្យម្នាក់នឹងដូចជាមិនចង់ជួយឡើយបើគ្មានលុយក៏មិនជួយនោះទេដែលគាត់គឺល្វេ10មើលទៅពេទ្យម្នាក់នឹងគឺពិតជាមុខលុយជាខ្លាំងយន្តហ្វៃបានប្រាប់ថានាងនឹងលក់ផ្ទះដើម្បីមើលព្យាបាលជំងឺឪពុករបស់នាងប៉ុន្តែមើលទៅទឹកមុខរបស់ពេទ្យម្នាក់នឹងដូចជាមិនសូវខ្វល់ឡើយប៉ុន្តែបានឃើញថាយីហៅរបស់យើងនៅទីនោះក៏បានបាតុកម្មបងស្រីរបស់គេគឺកុំឲ្យមានការបារម្ភដោយយីហៅគឺបានបង្ហាញជាមួយនឹងគ្រីស្តាពេញពីងថ្មីអារះគ្រាន់តែបានឃើញហើយគ្រូពេទ្យម្នាក់នឹងមានការភ្ញាក់ផ្អើលតើអ្នកបានសម្លាប់ចំពោះពេញពីងមួយនឹងដែរឬទេប៉ុន្តែយីហៅរបស់យើងគឺមិនចង់និយាយច្រើនឡើយទោះបីជាខ្ញុំអ្នកសម្លាប់ឬក៏អត់អ្នកកុំខ្វល់ច្រើនគ្រាន់តែយកវាទៅគ្រាន់តែការកាន់ជាមួយនឹងគ្រីស្តាមួយនេះបានធ្វើឲ្យគ្រូពេទ្យម្នាក់នឹងគឺពិតជាក្តៅបាល់ទៅហើយត្រង់នឹងក៏រៀនក៏ប្លែកបន្តិចផងដែរប៉ុន្តែយីហៅគ្រាន់តែចង់ឲ្យគាត់មើលថែចំពោះឪពុករបស់ខ្លួនប៉ុន្តែពេទ្យនឹងមុខលុយខ្លាំងណាស់ព្រោះថាគ្រីស្តានឹងបានត្រឹមតែ3សែនតែប៉ុណ្ណោះនៅខ្វះចំពោះ2សែនទៀតហើយគាត់ក៏ទុកពេលឲ្យចំពោះយីហៅរបស់យើងត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះយីហៅក៏បានយល់ព្រមដែលគាត់នឹងពិតជាផ្ដាច់ណាថានឹងជួយសង្គ្រោះឪពុករបស់គេឲ្យបានប៉ុន្តែយន្តហ្វៃមិនដឹងថាពួកគេនឹងបានលុយមកពីណាទេឲ្យបានគ្រប់5សែនយីហៅក៏បាន5ពីការប្រកួតដណ្ដើមយកពានរង្វាន់នៅក្នុងសាលារបស់គេបន្ទាប់ពីលើដូច្នោះហើយយន្តហ្វៃក៏ចាប់ផ្ដើមមានការសប្បាយចិត្តប៉ុន្តែយីហៅបានប្រតិកម្មចំពោះយន្តហ្វៃនៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសនិងមើលថែឪពុកទៅរឿងនេះទោះឲ្យខ្លួនគឺពិតជាអាចយកឈ្នះនៅក្នុងការប្រកួតប្រជែងយកពានរង្វាន់មួយនោះជាពិសេសក៏បានឃើញចំពោះគ្រូពេទ្យនោះនិយាយរាយការណ៍ប្រតិកម្មពីណាគេម្នាក់អំពីចំពោះផែនការរបស់គេគឺបានផ្លាស់ប្ដូរការមកដល់ចំពោះនៅក្នុងសាលាវិញគឺជាដល់ថ្ងៃការប្រកួតប្រជែងយកពានរង្វាន់ដោយគេបាននិយាយអំពីគាហានមូដោយគឺជាកញ្ញាម្នេះហើយនាងក៏បានបន្ថែមចំពោះប្រាក់រង្វាន់គឺ1លានផងដែរមើលទៅបើសិនជាមានពេលណាគេអាចឈ្នះចំពោះការប្រកួតមួយនេះនឹងទទួលបានប្រាក់មួយនេះដោយនាងគឺស្ថិតនៅក្នុងល្វែ20ចំពោះកូនសិស្សគឺចាប់ផ្ដើមមានការសប្បាយចិត្តហើយគេក៏បានប្រាប់ផងដែរនៅក្នុងគុកងងឹតមនុស្សគឺជាព្រៃស្រមោលហើយពួកគេក៏ត្រូវតែចាប់ការចំពោះមេនៅទីនោះដែលស្ថិតនៅក្នុងល្វែ20ផងដែរជាពិសេសគេក៏បានប្រាប់ថានៅក្នុងការចូលក្នុងគុកព្រៃស្រមោលមនុស្សពួកគេក៏ត្រូវតែប្រយុទ្ធប្រឆាំងដើម្បីដណ្ដើមជាមួយពិន្ទុពេលខ្លះក៏អាចប្រយុទ្ធជាមួយនឹង player ឬក៏ដណ្ដើមគ្នាឬក៏សម្រាប់ពិន្ទុអីផ្សេងប៉ុន្តែសម្រាប់សិស្សបាននិយាយថាបើធ្វើដូច្នោះវាពិតជាខុសខើយ៉ាងណាក៏ដោយចំពោះគីហានមូប្រាប់ថាពិភពលោកគឺត្រូវការអ្នកខ្លាំងមិនមែនត្រូវការអ្នកខ្សោយនោះទេពួកគេគឺចាប់ផ្ដើមធ្វើតេស្តតែម្ដងទៅជាពិសេសពួកគេក៏អាចបង្កើតចំពោះក្រុមបានផងដែរបន្តមកការចាប់ផ្ដើមប្រកួតប្រជែងក៏ចាប់ផ្ដើមដំណើរការក៏ឃើញចំពោះច្រត់ទ្វារឃើញដូច្នោះហើយយីហៅរបស់យើងក៏បានចូលទៅមុនគេតែម្នាក់ឯងតែម្ដងជាពិសេសគូសត្រូវរបស់យីហៅរបស់យើងគ្រាន់តែឃើញដូច្នោះក៏ចាប់ផ្ដើមក្តៅក្រហាយតែម្ដងក៏វាយកូនចៅរបស់វាឲ្យទៅជាមួយគ្នាទៅឲ្យលឿនកុំឲ្យចាញ់ចំពោះយីហៅសម្រាប់កញ្ញាដែលនៅក្នុងគាហានមូគឺបាននិយាយចោលអារម្មណ៍ចំពោះយីហៅរបស់យើងជាខ្លាំងតាមមកដល់ចំពោះនៅក្នុងពេលដែលពួកគេធ្វើតេស្តនៅទីនោះវិញដោយយីហៅរបស់យើងក៏បានចាប់ការទៅកាន់ចំពោះសត្វកំពេចកំពកប៉ុន្តែមិនអាចថាទទួលបានបន្ទូច្រើននោះទេយីហៅក៏ចាប់ផ្ដើមដើរតាមចំពោះកូនសត្វពីងពីងទាំងអស់នោះតែម្ដងគាត់ក៏បានឮសំឡេងពីណាស្រែកក៏បានទៅមើលបានឃើញថាមានកញ្ញាម្នាក់គឺត្រូវបានជាប់ជាមួយនឹងសវកពីងពីងបាទទៅហើយដោយកញ្ញាម្នាក់គឺមានឈ្មោះថាធានស្ថិតនៅក្នុងល្វែ5នាងគឺចង់ឲ្យចំពោះជីហៅរបស់យើងជួយសង្គ្រោះនាងជីហៅរបស់យើងប្រាប់នាងឲ្យរក្សាជាមួយសម្លេងខ្លួនក៏ចាប់ផ្ដើមជួយសង្គ្រោះនាងបញ្ចេញជាមួយនឹងថាមពលភ្លើងដុតជាមួយនឹងខ្សែដៃចងនាងបន្ទាប់ពីឃើញនាងធ្លាក់ហើយក៏បានរត់ទៅជួយប៉ុន្តែមានអីពួកគេក៏ចាប់ផ្ដើមជាប់ជាមួយនឹងអន្ទាក់របស់ពីងពីងដែលបានដាក់យីហៅក៏បានទៅសើទៅកាន់ពីងពីងមនុស្សគឺពិតជាមានល្បិចច្រើនមែនតើណាចាញ់ល្បិចវាតតែបានយើងក៏បានឃើញចំពោះបិសាចពីងពីងនឹងចេញមកផងដែរដោយបិសាចពីងពីងនឹងគឺជាបិសាចពីងពីងក្រហម
ដោយវាស្ថិតនៅក្នុងល្វែដប់6ជាហៅក៏បានរើបំរាស់ផងដែរប៉ុន្តែនៅតែជាប់ចំណងយើងក៏បានឃើញផងដែរថាបិសាចពីងពាងក្រហមក៏ចាប់ផ្ដើមវាយប្រហារទៅកាន់ពួកគេមិនឲ្យពួកគេរើបំរាស់ពីខ្សែចំណងដែលចាប់ជាប់ពួកគេនោះទេទោះបីជាយ៉ាងណាក៏ដោយជាហៅរបស់យើងជាមួយនឹងកញ្ញាធានគឺនៅតែអាចគេចផុតអំពីការវាយប្រហាររបស់ពីងពាងក្រហមមួយនោះគឺប៊ីដែរហ្នឹងពួកគេរត់គេចបារៅហើយក៏ខំខាំផ្ដាច់ជាមួយនឹងខ្សែដែលចាប់ចងទៅកាន់ពួកគេផងដែរប៉ុន្តែយើងគឺបានឃើញថាពីងពាងក្រហមនឹងគឺបានមកវាយប្រហារហើយជាសំណាងល្អពួកគេក៏បានរើរួចវាយទៅកាន់ពីងពាងក្រហមមួយនោះគឺឡើងប៉ើងបាត់ទៅហើយប៉ុន្តែពីងពាងនោះគឺមិនបានទុកឲ្យពួកគេគិតយូរនោះទេវាក៏ចាប់ផ្ដើមវាយប្រហារទៅកាន់ពួកគេទាំងពីរនាក់តែម្ដងដោយសារតែឃើញដូច្នោះហើយយីហៅក៏ចាប់ផ្ដើមទៅប្រយុទ្ធជាមួយនឹងបិសាចពីងពាងក្រហមមួយនោះចាប់កាយទៅកាន់ចំពោះកូនបិសាចពីងពាងដែលមករាយរាំងផ្លូវរបស់គេបន្ទាប់ពីបានចាប់ការរួចហើយក៏ស្ទុះទៅប្រយុទ្ធជាមួយនឹងអាមេខ្លោងតែម្ដងជាមួយនឹងអំណាចថាមពលភ្លើងរបស់គេដែលចាប់ការទៅកាន់ចំពោះបិសាចគឺពិតជាលយមែនតែនបន្ទាប់មកយីហៅរបស់យើងក៏ចាប់ផ្ដើមបញ្ចេញជាមួយជំនាញរបស់គេអណ្ដាតភ្លើងស្រមោលពន្លឺកាត់ផ្ដាច់តែម្ដងត្រឹមតែមួយស្នៀតតែប៉ុណ្ណោះគឺអាចចាប់ការទៅកាន់បិសាចនោះជាមួយនឹងបន្ទុះគឺពិតជាខ្លាំងតែម្ដងគេក៏ទទួលជោគជ័យនៅក្នុងការសម្លាប់ទៅកាន់បិសាចពេញពាងក្រហមទទួលបានជាមួយនឹងបន្ទុកក្នុង system គឺ 5000 បន្ទុកគេក៏ទទួលបានជាមួយនឹងចង្កូមបិសាចពេញពាងក្រហមមួយនេះផងដែរហើយចង្កូមមួយនឹងវាក៏បានប្រែក្លាយទៅជាចិញ្ចៀនដែលវាអាចជួយបូកផ្សំជាមួយនឹងការកាត់បន្ថយការកាត់ឈាមនិងការវាយប្រហារជាពិសេសក៏កាត់បន្ថយជាមួយនឹងជាតិពុលផងដែរនិយាយទៅ item ដែលគេទទួលបានគឺពិតជាល្អគេក៏ទទួលបានចំពោះបន្ទុក 1000 ផងដែរនៅក្នុងការសម្លាប់ចំពោះបិសាចជាពិសេសបូកជាមួយនឹងបន្ទុក 500 ទៀតអំពីកញ្ញាធានដែលបានជួយចាប់ការទៅកាន់កូនបិសាចកំពេចកំពកកញ្ញាធានបានសរសើរចំពោះយីហៅរបស់យើងជាខ្លាំងបន្តមកនាងក៏បានមកសូមចំពោះយីហៅរបស់យើងចូលក្រុមជាមួយនាងតែម្ដងនិយាយទៅប្រាយជាមួយនឹងក្រុមមជ្ឈបាយដើម្បីសុំចូលជាមួយនឹងយីហៅរបស់យើងយីហៅក៏បានយល់ព្រមប៉ុន្តែគឺកុំឲ្យនាងប្រាយជាមួយនឹងភាពលោឡារបស់នាងក៏បានយល់ព្រមនៅពេលដែលពួកគេកំពុងតែបន្តដំណើរដើរនិយាយគ្នាស្រាប់តែក៏បានឃើញជាមួយថាមពលបានចេញមកជាមួយយ៉ាងខ្លាំងក្លានោះគឺជាបិសាចនាគកូនកាត់